គោរពនឹងជំរាបសួរដល់ពុកម៉ែបងប្អូនទាំងអស់បាទទាំងក្រៅទាំងក្នុងប្រទេសបាទឃើញថាវីដេអូរបស់ប្អូនប្រុសពលបាលឯកគង់សុជាបាទដែលម្ដាយរបស់គាត់កំពុងតែសម្រាកព្យាបាលនៅមន្ទីរពេទ្យខ្វះឈាមបាទឥឡូវនេះបាទឃើញថាឈាមគាត់ទទួលបានពីបងប្អូនរបស់យើងបានគ្រប់គ្រាន់ហើយសម្រាប់លុយដែលបងប្អូនចូលរួមរយៈពេលពីថ្ងៃទី4រហូតដល់ថ្ងៃទី8យប់មិញនេះគាត់បានទទួលលុយសរុប1,20,000បាទ1,20,000ហើយចែថាវីបាទចែថាវីរស់នៅប្រទេសកាណាដាក៏បានឧបត្ថម្ភជួយទៅដល់ម្ដាយរបស់ប្អូនគង់សុជា$50ផងដែរបាទស្ដាប់សំឡេងប្អូនប្រុសទាំងអស់គ្នាបាទបាទធ្វើហើយណាមលោកគុណទៅដល់ដែរហើយខ្ញុំគាត់បានធ្វើឈាមហើយហើយគាត់កំពុងតែចូលគីមីដើម្បីព្យាបាលជំងឺហារីខ្ញុំតាមនៅគុណចាយជឿនពូចាយឲ្យជួយតែស្នាងអគិតអទៅទីមានបានណាមណាប់បបសុខភាពបាទអញ្ចឹងយើងទទួលបានលុយរបស់គាត់ហើយមិនអញ្ចឹងណាបាទក៏សូមថ្លែងអំណរគុណដល់ចែថាវីដែលរស់នៅប្រទេសកាណាដាបាទដែលគាត់មានចិត្តសប្បុរសធម៌ជួយដល់ម្ដាយប្អូនដែលជាវីរៈកងទ័ពពលបាលឯកប្រចាំការនៅភ្នំ507បាទគង់សុជាដែលម្ដាយគាត់កំពុងតែបាទមានជំងឺជាទម្ងន់ដែលសម្រាប់ព្យាបាលនៅមន្ទីរពេទ្យបាទសូមឲ្យចែទៅណាមកណាជួបតែសេចក្តីសុខទាំងក្រុមគ្រួសារចែណាបាទសូមអរគុណសូមគោរពលា